ខ្ញុំបាទសូមបញ្ជាក់ថាឥឡូវនេះដល់នាទីដែលសូមអញ្ជើញនាងទេពកណ្ណារីហើយនឹងកុមារីដែលកាន់មកុដសូមនាងទេពកណ្ណារីក្នុងនាមជាបវរកញ្ញាប្រទេសកម្ពុជាឡើងមកពាក់មកុដជូននាងនៅក្នុងពេលនេះក្នុងនាមនៃគណៈកម្មការលោកស្រីសុនលីសូមអញ្ជើញពីរនាក់ប្រធានគណៈកម្មការឲ្យបន្ទុកមួយបវរកញ្ញានៃប្រទេសកម្ពុជាមួយដែលត្រូវឡើងពាក់មកុដជូននាងបាទគឺថាក្រោនបំពាក់មកុដនេះជាអនុស្សាវរីយ៍ថានាងបានជាប់លេខ1ហើយជាបវរកញ្ញាពេញសមត្ថភាពបានសូមលោកស្រីមេត្តាជួយពាក់បាទអញ្ជើញខាងនោះអញ្ជើញខាងនោះបាទចិន្តាសេនដែលជា Home Queen Comic នៅ Long Beach City កន្លែងឡើងជួនបាច់ការដល់បវរកញ្ញាមហោស្រពឆ្នាំ1987សូមនាងចិន្តាសេនអញ្ជើញសូមអរគុណបន្តមកទៀតខ្ញុំសូមអញ្ជើញលោក Lily Darongដែលនឹងត្រូវប្រគល់ជាទឹកប្រាក់ចំនួន$1000ជាអំណោយដោយក្រុមហ៊ុន Asian Consultant Service ខាងផ្នែកមេធាវីនៅសាខាណានៅ Long Beach សូមលោក Lily Darong មេត្តាអញ្ជើញជូនវិក្កយបត្រចំនួន$1000ជូនទៅនាងលោកលីនីរ៉ាំដែលបានយកចិត្តទុកដាក់ចំពោះកម្មវិធីយើងខ្ញុំសូមអញ្ជើញគ្វីនដែលលោកអ្នកស្រីច័ន្ទរីបាទសូមអញ្ជើញយករីបបិនទៅបំពាក់ជូននាងដែលទើបនឹងជាប់បាទសញ្ញានៃបវរកញ្ញាខ្មែរឆ្នាំ1987សូមចាប់ដៃបន្តមកទៀតសូមអញ្ជើញលោកខុចខនដើម្បីប្រគួនរង្វាន់និងបាច់ការដល់បវរកញ្ញាលេខ2នៅសន្តានាសូមលោកខុចខនអញ្ជើញបន្តមកទៀតសូមអញ្ជើញអ្នកស្រីសុនលីវីកូដើម្បីជូនបាច់ការនិងវ៉ាន់ជាទឹកប្រាក់ជូនកញ្ញាលេខ3បន្តមកទៀតសូមអញ្ជើញអ្នកស្រីអុកស៊ីចាន់រ៉ូសូមអ្នកស្រីអញ្ជើញជូនបាច់ការនិងទឹកប្រាក់ជាវិក្កយបត្រជូនដល់បវរកញ្ញាដែលជាប់លេខ4បន្តមកទៀតសូមអញ្ជើញលោកបណ្ឌិតចិនសៀនអញ្ជើញមកពីកាណាដា សូមលោកមេតា
ជូនមកការតែបវរកញ្ញាលេខ5និងវិកាយប័ត្រអរគុណលោកជំទាវបន្តមកទៀតសូមបញ្ជាក់ថាលោកជ័យឥន្ទ្រសម្រាប់ចិត្តថានឹងជូនរង្វាន់ចំនួន$200ដល់បវរកញ្ញាជាប់លេខ2បន្ថែមលោកជ័យឥន្ទ្របាទដូច្នេះកម្មវិធីនេះសូមជូនទៅលោកសុវណ្ណឿនដើម្បីច្រៀងបន្បត់ដើម្បីសរសើរអំពីគុណសម្បត្តិចរិយាសម្បត្តិនិងសម្ផស្សរបស់នារីខ្មែរនាប្រតិពីមិនមាននារីណាទាំងដល់តាហាចុះពីថាពេលសូរឡាយសូមគេគុណសូមរឹកទីអរក្រុមមានកោឆ្កប្រលន់ប្រពេទាំងរឹកចារយាសំដីឡៃថាលេខក្រៃទាំង